នេះគឺជាប្រាសាទបន្ទាយក្តីដែលខ្ញុំបានទៅលេងកាលពីអាទិត្យមុនបើនិយាយពីជិះកាត់វិញណាជិះកាត់រាប់ផ្លេចប៉ុន្តែអត់ដែលបានចូលទេថ្ងៃនេះឆ្លៀតបានបន្តិចដោយសារតែនៅជិតផ្ទះអញ្ចឹងគឺយើងមកដល់នៅម៉ោង4ជាងធម្មតាប្រាសាទគឺបិទនៅម៉ោង6កន្លះអញ្ចឹងបើសិនយើងមកដល់ត្រឹមម៉ោង4ម៉ោង5អីមកល្មមយើងអាចដើរមើលហើយស្ងាត់មនុស្សយើងអាចស្រួលថតរូបទៀតប្រាសាទបន្ទាយក្តីហ្នឹងគឺនៅជិតស្រះស្រង់ទល់មុខស្រះស្រង់ហ្មងអញ្ចឹងបើសិនយើងមកលេងត្រឹមម៉ោង4ឬក៏3កន្លះថា4អញ្ចឹងចុះយើងដើរលេងមកអស់ចិត្តមើលប្រាសាទគឺស្ងាត់ស្រួលថតរូបហើយយើងបានមើលមានអារម្មណ៍ថាមើលប្រាសាទដោយអត់មានការរំខានបន្ទាប់មកយើងចេញមកល្មមនៅស្រះស្រង់គឺមេឃសតុនហ្មងម៉ោងខ្ទង់5អីហ្នឹងយើងអាចថតរូបបានស្អាតហើយយើងក៏អាចមើលថ្ងៃលិចថ្ងៃអីនៅស្រះស្រង់បានដែរបើនិយាយពីមុនណាពីមុនហ្មងមកសៀមរាបភាគច្រើនគឺនៅអង្គរតូចអង្គរធំប្រាសាទបាយ័នលៀនចូលដំរីគឺនិយាយទៅគឺម្ដុំអង្គរតូចអង្គរធំនឹងឯងមិនសូវជាបានចេញទៅណាឆ្ងាយទេយូរទៅក៏ធ្លាយទៅដល់ប្រទាយស្រីមិនបន្តិចអីចឹងទៅហើយបើនិយាយពីប្រាសាទវិញតាមពិតទៅគឺនៅចិត្តគ្នាមែនតើបើថាមានពេលដើរមួយថ្ងៃអាចយើងដើរត្រុសអាចបាន3ទៅ4ប្រាសាទដែរតារយៈចុងក្រោយនេះគឺព្យាយាមទៅសៀមរាបម្ដងធ្វើម៉េចឲ្យបានឆ្លងកាត់ឬក៏ចូលបានបន្តិចដែរប្រាសាទ1ឬ2អញ្ចឹងទៅតែលើកនេះបានតែ1នឹងគត់ហើយចេញពីនឹងទៅគឺទៅស្រះស្រង់សម្រាប់យើងគិតថារបស់ដែលយើងមានហើយពេលខ្លះយើងគិតថារបស់ដែលយើងមានហើយគឺនៅហ្នឹងហើយអត់បាត់ទៅណាទេអញ្ចឹងហើយចង់ទៅពេលណាក៏បានដែរប៉ុន្តែដោយសារតែគិតអញ្ចឹងចេះតែចន្លោះទៅហួសមកហួសអត់ដែលបានចូលទេប៉ុន្តែកូនខ្ញុំនេះឥឡូវគេដឹងហើយគេដឹងក្តីដឹងរឿងអស់ហើយអញ្ចឹងគឺនៅពេលដែលមកដល់សៀមរាបមិនក៏ត្រូវតែទាទៅប្រាសាទនេះប្រាសាទនោះដែរប្រាសាទបន្ទាយក្តីហ្នឹងគឺគេស្គាល់តាំងពីនៅក្នុងសភៅដោយសារតែខ្ញុំមានសភៅហើយសភៅហ្នឹងគឺនិយាយពីប្រាសាទគ្រប់និយាយទៅគ្រប់ប្រាសាទនៅសៀមរាបអញ្ចឹងគាត់ទៅអញ្ចឹងគាត់ថាគាត់ចង់ទៅនេះគាត់ចង់ទៅនោះអញ្ចឹងយើងមើលដែរកន្លែងណាចិត្តកន្លែងណាឈៀងចូលងាយស្រួលយើងចូលកន្លែងហ្នឹងមុនដោយប្រទាយក្តីនេះអញ្ចឹងគឺនៅចិត្តផ្ទះអញ្ចឹងគឺងាយស្រួលក្នុងការទៅមែនតែនហើយបន្ទាប់ពីនាំទៅហើយក៏គេសប្បាយគេបានមើលថាអូប្រាសាទប្រទាយក្តីនៅក្នុងរូបបែបម៉េចទៅមើលផ្ទាល់បែបម៉េចអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងទៀតចេញមកវិញគេនិយាយទៀតចេញពីដើរលេងហ្នឹងហើយចេញពីប្រាសាទបន្ទាយក្តីហ្នឹងហើយគេនិយាយថាលើកហ្នឹងទៅប្រាសាទបន្ទាយក្តីហើយលើកក្រោយទៅប្រាសាទកវ៉ាន់ម្ដងនិយាយទៅនិយាយមកដូចស្គាល់ប្រាសាទទាំងអស់ហើយតែតាមពិតអត់ដែរទៅទេគឺស្គាល់តាមសភៅតាមពិតទៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ណាគឺខ្ញុំចង់ផ្ដោតសំខាន់អំពីអ្វីដែលយើងមានណាឧទាហរណ៍ដូចជាប្រាសាទបុរាណដែលយើងមានច្រើនខ្លាំងមែនតែនអ្វីទាំងអស់ហ្នឹងគឺសិតតែជារបស់យើងហើយសម្រាប់របស់អស់ទាំងហ្នឹងគឺសំខាន់មែនតែនដែលយើងគួរតែផ្ដល់ជាព័ត៌មានដល់ក្មេងជំនាន់ក្រោយឧទាហរណ៍ដូចជាកូនខ្ញុំអញ្ចឹងបើសិនជាខ្ញុំអត់មានសភៅឲ្យគាត់មើលអត់ដែរនិយាយឲ្យគាត់ស្ដាប់ក៏គាត់អត់ដែរដឹងអំពីប្រាសាទអត់ដែរដឹងថានៅសៀមរាបមានប្រាសាទដែរការបញ្ជូនព័ត៌មាននិងចំណេះដឹងពីជំនាន់យើងបន្តទៅជំនាន់ក្រោយគឺសំខាន់ខ្លាំងមែនតើដូច្នេះហើយទើបយើងត្រូវតែមានការប្រុងប្រយ័ត្នក្នុងការចែករំលែកអីមួយសូមចែករំលែកឲ្យបានត្រឹមត្រូវនិងមានក្រមសីលធម៌ទាំងអស់គ្នា